តោះបងប្អូនទាំងអស់គ្នាឥឡូវយើងទាយទាំងអស់គ្នាเนาะចាចង់ដឹងថាតើរឿងម្ចាស់ស្នេហ៍ប្រែបដងភាគទី8នឹងជួបរសជាតិអ្វីខ្លះអ្នកនរគ្នាចាតើតងជាមួយ David ហើយហ្នឹងចាទស្សន័យរបស់យើងអ្នកទាំងអស់គ្នាបានឃើញតើអត់ចាសម្រាប់ភាគទី8ហ្នឹងគឺ David កំពុងតែត្រូវថ្នាំសម្រាប់ចាថ្នាំរបស់អាជីអ្នកនរគ្នាពេលហ្នឹងគឺដាក់នៅក្នុងស្រែអីចឹងអ្នកនរគ្នាតែសំខាន់ហាក់ដូចជាមានអារម្មណ៍មួយថា David ហាក់ដូចជាដឹងខ្លួនមកយើងអ្នកនរគ្នានៅពេលដែលមានអារម្មណ៍ថាក្តៅខ្លួនណាក៏បាននិយាយអុយមេឃហ្នឹងត្រជាក់តែមានខ្យល់ទេហើយបានជាខ្លួនក៏ក្តៅមែនអ្នកគ្នាពេលហ្នឹងគឺអាជីកំពុងតែសប្បាយចិត្តខ្លាំងមែនតើហើយគាត់ក៏បានឆាតជាមួយនឹងនិឆាយថាឲ្យមកលឿនហ្នឹងទៅអ្នកគ្នាពេលហ្នឹងណាហើយនិយាយទៅអ្នកគ្នាគឺ David ទោះបីជាគាត់មានអារម្មណ៍ថាក្តៅក្នុងខ្លួនប៉ុណ្ណឹងក៏គាត់គ្រប់គ្រងខ្លួនឯងគាត់បានដែរសុខចិត្តគាត់ទុកអាជីចោលអ្នកគ្នាសម័យមើលពេលទៅជាមួយអាជីដល់ពេលដែលគាត់មានអារម្មណ៍មួយថាពិបាកក្នុងខ្លួនគាត់ដុតចោលអាជីអ្នកគ្នាសាក់ទាញមើលថាពេលហ្នឹងតើអាជីហ្នឹងនឹងមានល្បិចបែបណាដើម្បីធ្វើឲ្យទូប្រុសរបស់យើងនឹងនៅជាមួយគាត់ដោយសារអីមូលហេតុគាត់ធ្វើអញ្ចឹងដោយសារតែគាត់មានកូនជាមួយនឹងម្នាក់មួយតែតំណងគាត់ដើរលេងរហូតដល់អ្នកគ្នាចាអញ្ចឹងទៅគាត់ចង់តម្លាក់កំហុសទៅលើទូប្រុសរបស់យើងដែលគាត់បានបង្ខំទូប្រុសរបស់យើងនឹងឲ្យរៀបការជាមួយគាត់នឹងក្នុងរយៈពេល1ខែទៀតទេបើសិនជារៀបការជាមួយគាត់គឺគាត់ទៅរករឿងម៉ាលីអញ្ចឹងទៅអ្នកគ្នាអញនិយាយមែនអ្នកគ្នារឿងហ្នឹងគឺមើលឲ្យគឺសុបាយចិត្តខ្លាំងមែនតើខ្ញុំនិយាយតាមត្រង់ភាគទី7អ្នកគ្នាគឺខ្ញុំមើលឲ្យគឺខ្លាញ់ខ្លាំងមែនតើតែភាសាតួអង្គអាជីហើយនិងតួអង្គយាយនិយាយមែនអ្នកគ្នាគឺខ្ញុំខឹងយាយខ្លាំងមែនតើអ្នកគ្នានិយាយមែនឈុតនេះគឺគាត់សិននិយាយជាមួយនឹងម៉ាលីថានិយាយពេលអោបប្រុសខ្ញុំខ្ជិបមួយអ្នកគ្នាខ្លាំងមែនតើហើយអាពាក់គាត់អោយមុខម៉ាលីអ្នកគ្នាគាត់អោយមុខម៉ាលីគឺខ្ញុំខ្លាំងមែនតើចង់អាចចូលទៅសួរយាយមែនតើដឹងតែគាត់សំដែងតែអ្នកគ្នាសរសើរគាត់សំដែងសំខ្លាំងមែនតើនិយាយមែនណាហើយអ្នកគ្នាសម្រាប់ឈុតនេះវិញគឺល្អមើលខ្លាំងមែនតើនៅពេលដែលអាជីបដូរអត្តចរិតបដូរ180ដឺក្រេធ្វើឲ្យទូស្រីរបស់យើងហើយនឹងយាយគឺស្រឡាញ់ខាងមែនតើរាប់តែមកច្រឡោតទៅនៅពេលមកនេះសុខភាពរៀបសារដោយសារអីគឺគាត់ចង់តាក់ធ្វើម៉េចឲ្យ David ហ្នឹងទៅជាមួយគាត់ហើយគាត់ចាត់ការទៅតាមអ្វីដែលគាត់រៀបចំអញ្ចឹងណាអ្នកគ្នាអូខេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាចាំមើលទាំងអស់គ្នាថាភាគទី8តើDavid ហើយណាជីនឹងមានរឿងអ្វីកាត់ឡើងតើ David គាត់ត្រឡប់មកផ្ទះបានអ្នកគ្នាតោះអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងអ្នកគ្នាបាយបាយ